ស្នាមនៅញឹមខ្ញុំនៅមានតែរហូតទោះបីតែខ្ញុំនៅកន្លែងយ៉ាងណាក៏ដោយឥឡូវណាចង់គ្រុយលេងបន្តិចថ្ងៃនេះគឺជាថ្ងៃអាទិត្យយិតអាទេសប្របែមកស្បេះស៊ីឈក់ភ័យស្បៃកមុំអង្គុយយំចង់បានតែប្តីបើបានឈក់ស្បៃប្រកបចិត្តត្រូវមាត់បាទនេះថ្ងៃនេះបានសាច់ជ្រូកមិនដឹងធ្វើអីហូបដល់អញ្ចឹងហើយខ្ញុំក៏ដាក់ដាំបាយហើយថ្ងៃនេះស្បៀងសម្រាប់ថ្ងៃនេះកន្លែងសេនាសនៈរបស់ខ្ញុំអញ្ចឹងយើងត្រូវតែចេះអត់ធ្មត់ពីមេរៀនជីវិតរបស់យើងតែយ៉ាងណាក៏មានតែសាច់ជ្រូកណែម្ដុំថ្ងៃនេះដាក់អាំងបើនិយាយពីរឿងធម្មជាតិវិញគឺបរិសុទ្ធហ្មងហេតុអ្វីបានខ្ញុំចូលចិត្តរស់នៅបែបដូចឆ្នោះព្រោះថាធម្មជាតិវាស្ងប់ស្ងាត់បែបធម្មជាតិយើងរស់នៅបែបស្ងប់ស្ងាត់តាមធម្មជាតិអញ្ចឹងហើយកន្លែងណាទីណាដែលចិត្តយើងមានសេចក្តីសុខហើយគ្មានអ្វីធំជាងសេចក្តីសុខអូបាទថ្ងៃនេះខ្ញុំសុំគ្រុយតែប៉ុណ្្នឹងបាទហើយអត់ដឹងយកពាក្យអីមកគ្រុយបន្ថែមបាយបាយ I love you you love I